ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីនៅ command line នៅក្នុង Linux ជាដំបូងយើងចូលមកកាន់វាមវគ្គរបស់យើងមកយើងវាយវាឲ្យវាសូននៅ IP address ដើម្បីយើងរកវាចូលទៅក្នុង POTI របស់យើងព្រោះយើងធ្វើនៅលើហ្នឹងអត់កើតទេព្រោះសារលើហ្នឹងគឺវាអាចមានការ slow អញ្ចឹងយើងវាយ IP address របស់យើងដើម្បីលុបចូលទៅកាន់ POTI របស់យើងមកនេះជា IP address របស់ខ្ញុំអូខេឥឡូវខ្ញុំលុបចូលមកកាន់ POTI ហើយបន្ទាប់មកខ្ញុំ log in វាជា root ចុះបន្ទាប់មកយើងវាយ password របស់យើងមកឥឡូវនេះខ្ញុំ log in ចូលបានរួចហើយអានេះសម្រាប់កន្លែង root នេះបញ្ជាក់ថាជាកន្លែងដែលយើងស្ថិតនៅអញ្ចឹងណាហើយយើងប្រើ command line su ដើម្បីបដូរនៅ user របស់យើងដាក់ឈ្មោះ thon អញ្ចឹងនេះជា user របស់ខ្ញុំហើយសម្រាប់ទ្រង់ជ្រូកនេះគឺជា super user គឺអាចធ្វើអ្វីគ្រប់យ៉ាងបានទាំងអស់ហើយសម្រាប់រូបដុល្លារនេះគឺជា normal user មានន័យថា user ធម្មតាអញ្ចឹងខ្ញុំចូលមកកាន់ root របស់ខ្ញុំវិញមកខ្ញុំចុចពាក្យថា exit មកគឺយើងមកដល់ root របស់យើងវិញហើយអូខេសម្រាប់ VIM នេះគឺយើងប្រើដើម្បីដឹងថាយើងនៅក្នុង category មួយណា login ចូល user មួយណាអញ្ចឹងណា VMI sorry អញ្ចឹងយើងចូលមកយើង try វាទៅនេះវាបញ្ជាក់យើងថាយើងនៅក្នុង user root បើយើងនៅក្នុង user យើងធម្មតាវានឹងបញ្ជាក់យើងថាយើងនៅក្នុង user យើងធម្មតាហើយសម្រាប់command line pwd នេះសម្រាប់បញ្ជាក់ថាយើងនៅលើ directory មួយណាអញ្ចឹងណា current directory មួយណាអញ្ចឹងណាអញ្ចឹងយើងអាចសាកបាន pwd មកហើយយើង enter វាបញ្ជាក់មកថាគឺយើងនៅលើ user root ហើយបើយើងនៅលើ user ធម្មតាវានឹងបញ្ជាក់ថាយើងនៅលើ user ធម្មតាហើយសម្រាប់ចូល command line បន្ទាប់គឺ cd នេះសម្រាប់ change directory អញ្ចឹងណាយើងអាចប្រើ cd នឹងធម្មតាក៏បានយើងប្រើ cd ទៅកើទឹកនឹងក៏បានពីរហ្នឹងវាដូចតែគ្នាទេអញ្ចឹងខ្ញុំប្រើ cd ទៅដើម្បីដឹងនៅ directory របស់យើងគឺយើងនៅក្នុង root នឹងហើយបើយើងនៅក្នុង user វានឹងបង្ហាញយើងនៅក្នុង user បន្ទាប់មកយើងចូលទៅ command line បន្ទាប់គឺបើសម្រាប់ cd ផ្កាយនេះគឺវាអត់ដំណើរការទៀតទេអញ្ចឹងយើងអត់ត្រូវការប្រើវាទេហើយសម្រាប់ cd dot នេះគឺយើងប្រើវាដើម្បីបដូរនៅ directory ឧទាហរណ៍ដូចជា directory យើងមាន directory ពីរអញ្ចឹងណា directory normal user ហើយនិង super root របស់យើងអញ្ចឹងណាអញ្ចឹងយើងអាចបដូរគ្នាចុះឡើងបានអញ្ចឹងខ្ញុំ try ឲ្យមើលចុះ cd dot ឃើញវាបដូរឲ្យយើងអត់ sorry នេះគឺវាអត់តន់បដូរទេគឺខ្ញុំតិចដក clear អូខេនេះគឺវាបញ្ជាក់ហើយគឺយើង login វាតែមួយឯងបើយើង login វាច្រើនគឺវានឹងបដូរគ្នាចុះឡើងឲ្យយើងសម្រាប់បន្ទាប់គឺតកតងនឹង main តកតងនឹង
តាក់ទងនឹង main យើងវាយ command line វាមក main pwd សម្រាប់នេះគឺវាបង្ហាញនៅ command line ដែលបង្ហាញនៅ option អ្វីមានប្រើអ្វីនិងទៅសេដោយនរណាអញ្ចឹងណាយើងចុចយើងចង់ចេញពីហ្នឹងគឺយើងចុចអក្សរខ្ជូរដើម្បីចេញមកនៅយើងវិញអញ្ចឹងណាអញ្ចឹងយើងចូលទៅ command line បន្ទាប់គឺ command line ls នេះគឺជា list directory យើងវាយនៅ command line ls ហ្នឹងមកវានឹងប្រាប់យើងអីនៅ list directory ប៉ុន្តែវាអត់ detail ទេអញ្ចឹងយើងចូលទៅ command line បន្ទាប់ទៀតគឺ command line ls option l សម្រាប់ls option l ហ្នឹងលក្ខណៈវាបង្ហាញនៅ long list របស់យើងអញ្ចឹងណាឬក៏ detail មកឲ្យយើងទាំងអស់អញ្ចឹងណាហើយសម្រាប់ls យើងប្រើ WL ក៏បានដែរពីរហ្នឹងវាដូចគ្នាទេវាបង្ហាញនៅ option មកយើងទាំងអស់ដូចគ្នាអញ្ចឹងយើងចូលទៅ try ទៅ ls option l នេះគឺខ្ញុំធ្វើវាមានតែមួយទេអញ្ចឹងវាបង្ហាញយើងមានតែមួយទេប៉ុន្តែបើយើងមានច្រើនគឺវានឹងបង្ហាញវា detail មកទាំងអស់ហ្មងបន្តទៀតយើងចូលទៅកាន់ command line បន្ទាប់ទៀតគឺ command line ll នឹងដើម្បីចង់បញ្ជាក់ថាអាពីរនឹងវាដូចគ្នាមិនអញ្ចឹងតើមើលជាមួយខ្ញុំទាំងអស់គ្នានិយាយទៅអាពីរហ្នឹងគឺវាដូចគ្នាវាបង្ហាញយើងនៅ detail របស់យើងទាំងអស់អញ្ចឹងណាសម្រាប់ខ្ញុំវាមានតែមួយទេអញ្ចឹងវាបង្ហាញខ្ញុំតែមួយប៉ុន្តែបើវាមាន10វាមិននឹងបង្ហាញ10ប៉ុន្តែសម្រាប់ ls ធម្មតាគឺវាបង្ហាញយើងតែខ្លីទេសម្រាប់ការ present របស់ខ្ញុំមួយនេះគឺបានបញ្ចប់ហើយសូមអរគុណសម្រាប់ការតាមដានមួយនេះអរគុណ